តបបានពីខ្ញុំស្គាល់នេះហើយក៏យល់ដឹងពី CWC ហើយនឹងកិច្ចការរបស់ពួកគាត់គឺខ្ញុំយល់ដឹងកាន់តែច្បាស់ថាប្រទេសកម្ពុជាគឺជាប្រទេសដែលមានសត្វព្រៃក៏ដូចជាព្រៃឈើដែលកម្រជាពិសេសគឺស្រស់ស្អាតមែនតើក៏ប៉ុន្តែឥឡូវហ្នឹងគឺយើងជួបប្រទះពីបញ្ហាជាច្រើនជាពិសេសគឺបញ្ហាជួញដូរសត្វព្រៃហើយនឹងការចិញ្ចឹមសត្វព្រៃខុសច្បាប់ហើយនឹងការប្រឡែងឬក៏ដោះលែងសត្វព្រៃដែលអត់មានច្បាប់ទម្លាប់ត្រឹមត្រូវខ្ញុំសប្បាយណាស់ប្រសិនរត់នៅស្រុកខ្មែររត់ទី1ធ្វើកម្មវិធីខ្លាំងឲ្យគេចប់ប្រាអន្តរចាអាក្រក់ណាស់សម្រាប់ទាំងហ្នឹងនឹងធ្វើបាបសត្វចាព្រោះមិនស្លាប់ភ្លាមទៀតតរងស្លាប់យូរវេទនាហ្នឹងហើយដូចសេសាទដល់ក្នុងព្រៃជាប់នៅទីហ្នឹងមកថ្ងៃងាប់មកថ្ងៃជាអត់មានអ្នកណាមកជួយកើតហ្នឹងហើយកម្មវិធីដោះលែងសត្វមិនមែនកម្មវិធីបោះចោលសត្វអស់លេងយើងយកសត្វច្បាស់យើងគិតថាអាចរស់នៅក្នុងព្រៃយើងទុកកន្លែងយើងចង់ដោះលែង5 ខែ6 ខែ6 ឆ្នាំហើយគេស្គាល់កន្លែងបើកទ្វារអានឹងតែប៉ុណ្ណឹងយើងបើកទ្វារយើងអត់បោះឲ្យគេទៅយើងអត់ធ្វើចាំយើងបើកទ្វារត្រង់ឲ្យគេទៅមកយើងដាក់ចំណេះដដែលចាណាយើងមើលយើង monitor បរិស្ថាននៅតំបន់អង្គរដែលយើងអាចជួយម្នាក់ម្ដាយមួយជើងឲ្យកាន់តែធ្វើឲ្យតំបន់អង្គរកាន់តែស្រស់ស្អាតនិងទាក់ទាញជនរួមជាតិក៏ដូចជាអន្តរជាតិមកកាន់តែច្រើននៅតំបន់អង្គររបស់យើងនេះត្រង់សត្វព្រៃអត់ត្រូវការមនុស្សសត្វព្រៃនៅក្នុងព្រៃអាចរស់ជាងគេអត់មានមនុស្សជាចុងក្រោយនេះនឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគឺជួយគាំទ្រអង្គការរបស់ខ្មែរយើងផ្ទាល់នៅប្រទេសកម្ពុជាផ្ទាល់ហើយមួយទៀតគឺអ្វីដែលបងប្អូនអាចជួយបាននោះគឺអាច donate បន្តិចបន្តួចក៏បានមិនថាច្រើនក្តីតិចក្តីគឺជាការស្រឡាញ់និងជាការគាំទ្រដ៏ធំមួយសម្រាប់ក្រុមការងាររបស់ពួកយើងគឺ CWC ដើម្បីការគាំទ្រជាមួយនឹងបេសកកម្មសង្គ្រោះមួយនេះនៅតែដំណើរការឲ្យបានល្អជាពិសេសគឺយើងការពារជាមួយនឹងសត្វព្រៃនិងការកាប់ដើមឈើនិងការពារសត្វព្រៃដែលជួញដូរខុសច្បាប់ផងដែររួមគ្នាការពារនិងដើម្បីអនាគតដ៏ស្រស់បំព្រងនៅក្នុងថ្ងៃនេះទាំងអស់គ្នាអរគុណច្រើន